គុណវិបត្តិមួយចំនួននៃកម្មវិធីតាមដានសុខភាពដែលគ្មានអេក្រង់មើលនៅត្រង់ថាអ្នកមិនទទួលបានព័ត៌មានឬដំណឹងភ្លាមៗផ្ទាល់ក្នុងអំឡុងពេលហាត់ប្រាណរបស់អ្នករហូតមកទល់ពេលនេះការប្រកួតប្រជែងឧបករណ៍ពាក់ដំណើរការហាត់កីឡាសុទ្ធសឹងតែមានការតាមដានការវិលត្រឡប់ពីការហាត់ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទិន្នន័យនៅពេលបានបញ្ចប់ការរត់ឬជិះកង់ប៉ុន្តែឥឡូវនេះចិញ្ចៀនឆ្លាតវៃឬ Smart Ring អនុញ្ញាតឲ្យអ្នកមើលស្ថិតិពីជីវិតពិតសកម្មភាពក្រៅរបស់អ្នកតាមរយៈការប្រើប្រាស់នៅលើអេក្រង់ Smartphone បានដោយងាយស្រួលវីដេអូមួយនេះនឹងលើកយកការប្រើប្រាស់ការពាក់ចិញ្ចៀនតាមដានសុខភាពរបស់អ្នកនៅលើទីផ្សារសប្តាហ៍ថ្ងៃមាន brand ជាច្រើនដូចជា Oura Ring, Samsung Galaxy Ring, Ringcon ឬ Infinix Ring ជាដើមSmart Rings មានគោលបំណងចម្បងចំនួន2ទៅលើការប្រើប្រាស់ហ្វ្រេកង់ពាក់ព័ន្ធដោយអាស្រ័យលើសកម្មភាពហាត់កីឡាទី1 Bluetooth Low Energy 2.4 GHz អ្វីដែលវាត្រូវធ្វើចម្បងគឺតាមដានសុខភាពក្នុងគោលបំណងទៀងទាត់ជាមួយ Smartphone សម្រាប់ Sleep Data, Steps, Heart Rate, Oxygen Levels ដោយសារតែការប្រើប្រាស់ថាមពលតិចតួចជាមួយតំណជាប់ Smartphone ធ្វើឲ្យវាប្រើប្រាស់ថ្មតូចបានយូរនិងងាយស្រួលតភ្ជាប់ទី2 Near Field Communication 13.56 MHz មុខងារប្រើប្រាស់គឺទំនាក់ទំនងទៅកាន់ Smartphone រៀងរាល់ពេលគិតលុយ Contactless Payments Digital Access Smart Locks ឬមុខងារផ្សេងៗទៀតតាមតម្រូវការរបស់ Software Definedចុះចំណែក GPS វិញដោយ Smartphone Rings មិនបំពាក់បន្ទះ chip នេះមកជាមួយទេសម្រាប់ទទួលសញ្ញាដោយសារចំណុះមានកំណត់ទំហំទុកជាមួយនឹងអង្តែនជាពិសេសវាធ្វើឲ្យថាមពលថ្មនៅលើ ring មានការថមថយយ៉ាងឆាប់រហ័សដោយជំនួសមកវិញជាមួយការតភ្ជាប់ទៅកាន់ការប្រើប្រាស់ GPS នៅលើ Smartphone សម្រាប់ធ្វើ Data Workout Summary ទាំងមូលបច្ចុប្បន្ន Smart Ring ជាច្រើននៅលើទីផ្សារដូចបានរៀបរាប់វាអាស្រ័យទៅលើទម្ងន់និងទំហំនិងកម្រាស់ជាក់ស្ដែងទៅលើវត្ថុធាតុដើមនិងជម្រើសក្នុងការប្រើប្រាស់ដើម្បីរក្សាតម្លៃ